ដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែមាក់ប្រាងផ្លែមាក់ប្រាងគឺជាឈ្មោះឈើមួយប្រភេទស្លឹករបស់វាស្រដៀងនឹងស្វាយតែតូចៗជាងចុងស្រួចផ្លែខ្ចីមានរសជាតិជូរលុះដល់ទុំមានសម្បុរពណ៌លឿងប្រើបរិភោគជាអាហារខ្លះមានរសជាតិផ្អែមច្រើនមានសម្បូរនៅខេត្តបាត់ដំបងគេដាំជាដំណាំស្រុកខ្លះវាមានរសជាតិផ្អែមលាយជូរច្រើនមានសម្បូរនៅព្រៃភ្នំខ្លះដោយអន្លើនៅក្នុងខេត្តកំពតមាក់ប្រាងសម្បូរផ្លែចន្លោះពីខែកុម្ភៈរហូតដល់ខែមេសាជារៀងរាល់ឆ្នាំផ្លែមាក់ប្រាងផ្ដល់អត្ថប្រយោជន៍លើសលប់ចំពោះសុខភាពជាអាចរួមមានវាមានវីតាមីន C ជំនួយស្បែកជាតិប្រូតេអ៊ីនពង្រឹងការជាសះស្បើយនៃរបួសជំរុញការកើតឡើងវិញនៃកោសិការាងកាយសម្បូរជាតិទឹកកាត់បន្ថយអត្រាកើតមហារីកប្រព័ន្ធរំលាយអាហារសម្រួលចរន្តឈាមលុបបំបាត់ជាតិពុលក្នុងរាងកាយនិងបង្ការជំងឺបេះដូងផ្លែមាក់ប្រាងក្រៅពីជួយបំប៉នខ្សែភ្នែកនិងបំប៉នខួរក្បាលថែមទាំងជួយឲ្យស្បែកស្អាតទៀតផងមាក់ប្រាងមានសារធាតុបេតាខារ៉ូទីននិងវីតាមីន C ខ្ពស់ស្ថិតនៅក្នុងក្រុមផ្លែស្វាយទុំប៉េងប៉ោះល្ហុងទុំចេកពងមាន់មាក់ប្រេងត្រសក់ផ្អែមសាច់លឿងដែលមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីដែលសារធាតុនេះជាអ្នកជំរុញឲ្យស្បែកជ្រួញមិនតឹងណែនមិនស្រស់ថ្លាក្រៅពីនេះមាក់ប្រាងមានកាល់ស្យូមផូស្វ័រជួយបំប៉នឆ្អឹងនិងធ្មេញមានវីតាមីន B3 ណៃអាស៊ីនល្អចំពោះប្រស័យប្រសាទនិងខួរក្បាលនិងជួយបំប៉នស្បែកលើសពីនេះវាមានវីតាមីន A ជួយបំប៉នខ្សែភ្នែកបន្ថយការចុះខ្សោយរបស់ភ្នែកផងដែរដើម្បីបានប្រយោជន៍ពីផ្លែមាក់ប្រាងអ្នកគ្រាន់តែទទួលទានស្រស់ឬកិនឬយកមកខាត់ស្បែកក៏បាន